បើសិនតសក់បាន1គីឡូ2000ហើយឃើញល្អអញ្ចឹងអ្នកដាំតសក់សប្បាយចិត្តងាប់ហើយបើដាំបានមហាត់វិញណាធនាគារ5ក៏សងរួចដែរឆ្នាំហ្នឹងប៉ុន្តែដឹងតែប៉ុន្តែដឹងតែអ្នកមើលឆ្ងល់ហើយអ្នកមើលបើចង់ដាំតសក់មុនដាំតសក់ស្ដាប់ខ្ញុំនិយាយសិនម្ចាស់ចការតសក់ខ្លះក៏ប្រាប់ខ្ញុំថាអញ្ចឹងថាអូនអ៊ំដាំតសក់រាល់ថ្ងៃដូចចាក់ឆ្នោតអញ្ចឹងស្ដាប់ទៅខ្ញុំអង្គុយសើចឡើងស្ទុះគាត់ថាបើដាំទៅប្រមូលផលបានថ្លៃអត់អីទេតែប្រមូលផលបានថោកបាន1គីឡូ300 500អីដឹងថាស្បៃស៊ីសៀងហើយដាំតែ2ដងប្រមូលផលបានថោកដឹងទៅរត់ចោលស្រុកហ្មងហើយម្ចាស់ចការតសក់ខ្លះគាត់ប្រាប់ខ្ញុំថាអញ្ចឹងថាបើចង់ដាំតសក់ចំណេញអានេះភាគរយកុំឲ្យខាតច្រើនណាវាអាច50មុនដាំតសក់យើងប្រមូលព័ត៌មានសិនទី1យើងត្រូវសួរអ្នកទិញបន្លែពីយើងដោយសារអ្នកទិញបន្លែពីគាត់ភាគច្រើនគាត់ចូលគ្រប់ច្រកអញ្ចឹងកន្លែងណាក៏គាត់ដឹងដែរថាតំបន់ណាធ្វើដាំអីតំបន់ណាមិនដាំអីអញ្ចឹងហើយទី2គាត់ចាំរដូវគាត់ដឹងថាឧទាហរណ៍ថាខែនេះរដូវវស្សាអញ្ចឹងយើងដឹងហើយថារដូវវស្សាភាគច្រើនអ្នកខាងទន្លេខាងអីគាត់ធ្វើដំណាំអីអត់សូវបានទេដោយសារទឹកលិចអញ្ចឹងគាត់ដាំធ្វើម៉េចឲ្យប្រមូលផលដែលចំរដូវដែលគេធ្វើមិនសូវបានអញ្ចឹងភាគរយខ្ពស់ពេលគាត់ប្រមូលផលអាចបានថ្លៃនេះមិនថាដំណាំតសក់ឯងគ្រប់ដំណាំទាំងអស់តើយើងប្រមូលផលឲ្យមានអញ្ចឹងมันអាចទៅរួចក្រោយពីស្ដាប់ខ្ញុំចប់ចង់ដាំតសក់ទៀតអត់អ្នកមើលហ្នឹងកុំភ្លេចឲ្យបេះដូងខ្ញុំម្នាក់មួយផងអរគុណច្រើន